Chàនេះខ្ញុំចង់លាងការ៉ុតអញ្ចឹងខ្ញុំចាក់ទឹកចូលក្នុងចាននឹងហើយខ្ញុំចាក់ម្សៅនេះម្សៅហ្នឹងជាផលិតផលរបស់ខ្មែរទេនេះសម្រាប់លាងបន្លែហ្នឹងដើម្បីកម្ចាត់ជាតិគីមីនៅក្នុងបន្លែហ្នឹងហើយខ្ញុំចាក់ចូលកន្លះកញ្ចប់ខ្ញុំចាក់ចូលកន្លះកញ្ចប់ទៅហើយខ្ញុំកូរឲ្យម្សៅហ្នឹងរាយទៅរួចហើយខ្ញុំដាក់ត្រាំការ៉ុតនេះការ៉ុតខ្ញុំទិញមកប៉ុណ្នេះចង់ធ្វើម្សៅការ៉ុតអញ្ចឹងខ្ញុំសាកល្បងសិនខ្ញុំដាក់ត្រាំការ៉ុតហ្នឹងរយៈពេលកន្លះម៉ោងដើម្បីឲ្យចេញសារជាតិគីមីឲ្យអស់អញ្ចឹងខ្ញុំត្រាំរយៈពេលកន្លះម៉ោងចឹងយើងត្រាំកន្លះម៉ោងទៅចាំកន្លះម៉ោងក្រោយយើងមកមើលថាមានចិញ្ចៀតអីនៅក្នុងនឹងដែរដើម្បីយើងយកទៅញ៉ាំឲ្យមានសុវត្ថិភាពចឹងពួកឯងយើងចង់កិនជាម្សៅសម្រាប់ញ៉ាំឆុងញ៉ាំចឹងអញ្ចឹងយើងធ្វើបែបហ្នឹងដើម្បីកុំឲ្យប៉ះពាល់សុខភាពពលថាបន្លែយើងមានជាតិគីមីអីចឹងណាចាអរគុណច្រើន